ទីបំផុតយើងបានបំបែកកម្រិតពី96មក97ហើយបងប្អូនទាំងអស់គ្នាការបំបែកកម្រិតមួយនេះវាពិតជាពិបាកខ្លាំងពេកហើយបងប្អូនទាំងអស់គ្នាការបំបែកកម្រិតពី96មក97នេះចំណាយខ្លាំងមែនតើបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាអាចមើលបានបាទការបំបែកកម្រិតមួយល្បែកាន់តែធំកាន់តែពិបាកអញ្ចឹងបងប្អូនដែលល្បែទុយក៏ប្រាប់ខ្ញុំថាបងខ្ញុំបំបែកកម្រិតខ្ញុំឡើងល្បែដូចអត់ពិបាកផងចុះមិនបងពិបាកមែនបាទតា9ជាងឡើងហើយកុំថា9ជាងតែ8ជាងឡើងនឹងពិបាកហើយព្រោះអីពីមកកម្រិតទៅមកកម្រិតចំណាយ10000ប៉ុងហើយ item មួយបាន10 20ប៉ុងទេបងប្អូនដាក់1000 item ទៅបានមកកម្រិតហើយទីបំផុតយើងអាចធ្វើការដាក់កំភ្លើងឲ្យកូនយើងខ្ចីលេងបានហើយនៅពេលដែលខ្ញុំឡើងមកកម្រិត97អញ្ចឹងបងកូនដែលលេងជាមួយខ្ញុំអត់ពិបាកក្នុងការរកកំភ្លើងអត់មាន skin លេងទៀតទេបាទចង់បាញ់អីខ្ញុំចែកឲ្យបាញ់នឹងបាននិយាយទៅលយណាបងប្អូនទាំងអស់គ្នាបងប្អូនអាចធ្វើការបើកយកថតកន្លែងដែលខ្ញុំ share កំភ្លើងហ្នឹងបាញ់តាមចិត្តដែលបងប្អូនចង់ហើយចង់បាញ់អីប្រាប់ខ្ញុំហ្នឹងទៅខ្ញុំដាក់ឲ្យបាញ់អត់ពិបាកទេលយខ្លាំងមែនតើអញ្ចឹងហើយទៅខ្ញុំព្យាយាមបែកកម្រិតពី96មក97នេះចំណាយខ្លាំងយកតែមែនតើអញ្ចឹងបងប្អូនដែលមានគោលបំណងចង់បំបែកកម្រិតអីបាទទូចអីបំបែកទៅប៉ុន្តែបើល្បែធំមកនិយាយគិតសារឡើងវិញបានខ្ញុំធ្វើរាល់ថ្ងៃដោយសារតែខ្ញុំរកស៊ីនៅមុខរបរហ្នឹងផងហើយណាមួយខ្ញុំឆ្លាញ់តាំងពីដើមផងខ្ញុំធ្វើជា streamer ផងអញ្ចឹងតែខ្ញុំតែងតែដាក់ឲ្យបងប្អូនមើលទៅតែបើសិនជាអត់មានទាញយកអីផលចំណេញពីវាទេបងប្អូនមិនធ្វើអញ្ចឹងទេព្រោះអត់ចំណេញអីទេខាតខ្លាំងយកតែមែនតែនហ្មងអញ្ចឹងខ្ញុំក៏មានមោទនភាពដែរដែលយើងទីបំផុតយើងអាចបំបែកកម្រិត97តពីបងប្រុសខ្ញុំបំបែកកម្រិត97ដូចជាមួយខែជាង2ខែតាមបងវឌ្ឍនាតែខ្ញុំទៅបំបែកកម្រិតទេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេទាំងអស់គ្នាបាយបាយ